ដោយឡែកសម្រាប់កីឡាករប្រដាល់ជើងឯកគុណខ្មែរពិភពលោកវិញបើកីឡាករកម្ពុជាណាដែលអាចទទួលជ័យជំនះលើគូប្រកួតនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ជើងឯកពិភពលោកអ្នកអង្គញាលៀងម៉េងផ្ដល់រង្វាន់ទឹកប្រាក់លើកទឹកចិត្តចំនួន10 លានរៀលបាទសូមថ្លែងអរគុណដល់អ្នកអង្គញាលៀងម៉េងសហស្ថាបនិករបស់ក្រុមហ៊ុនខ្មែរ Beverages ដែលលោកបានផ្ដល់នៅការលើកទឹកចិត្តបាទគឺតែងតែផ្ដល់នៅការលើកទឹកចិត្តទៅដល់កីឡាករកីឡាការិនីដែលបានប្រកួតប្រជែងគុណខ្មែរក្នុងការប្រកួតមិនថាពេលនេះឬក៏ពេលណាទេខ្សែក្រវ៉ាត់គុណខ្មែរពិភពលោកប្រភេទទម្ងន់59 គីឡូក្រាមសូមសម្លេងអបអរសាទរទាំងអស់គ្នាមួយបាទអរគុណដល់ភេសជ្ជៈប្រជែងគូទី10គឺជាគូដណ្ដើមខ្សែក្រវ៉ាត់ពិភពលោកកម្ពុជាអេស្ប៉ាញទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមហើយមើលទៅកីឡាករអេស្ប៉ាញបានអាយុដូចជាស្រីគ្នានៅក្នុងការប្រកួតខ្លាំងណាស់គេមិនដែលចាត់ទីរបស់មួយសិនអូយវាមិនគត់ឆ្វេងចូលបានឆ្វេងគាត់គិតតែភាសាទឹកពីដៃបាញ់ដៃអូយអាទិត្យបាញ់ដៃឲ្យឆ្លងទៅអាយុចាប់ដើមទឹករបស់ដៃមកទីទៅវិញគាត់ក្រោមទៅលើពីជើងក្រោមលើណាអូយបាទអូយអត់ឲ្យរត់ទីទៅជុំខ្លួនថែមអាយុពូកាយនៅក្នុងការប្រើក្នុងដៃអេសូមិនមិនមិនត្រូវទេហើយលើទីឆ្វេងចូលគុំឆ្លងដៃអេសូ2 នាទីបាទជាលក្ខខណ្ឌនៅក្នុងការអាជ្ញាកណ្ដាលផ្ដល់បាទទៅដល់កីឡាករដើម្បីសម្រួលឲ្យបាត់ចុកមកវិញបាទ2 នាទីឃើញថាកីឡាករអាយុជាមលីបាទក៏បានស្រួលខ្លួនមកវិញហើយដែរអាជ្ញាកណ្ដាលក៏បានឲ្យបង្គោលក្រហមរយៈប្រយោជន៍បន្តការប្រកួតបាទគីឡូមិនអាចចាច់ទេមើលយកវិញមិនអាចចាច់ខ្លាំងណាស់ជួយទៅដល់គូវិញវាយូអូលូតបាត់គូជួយយូបាត់ចូលចាប់អាទិត្យចាប់វិញទៅចាប់រត់គ្នាទៅមកផ្នែកនេះក៏ទៅដួលពីលើម្ដងទៀតម្ដងជា2ដងដែរពេលដែលចាប់អាយុគឺដួលនៅពីក្រោមហើយលើនេះអាទិត្យមកចូលស្លាប់ដៃវាឆ្វេងដួលខ្លួនដល់ទៀតអាយុ3-1យកធ្ងន់ជាងតែម្ដងចាក់ឆ្វេងគាត់ដល់ដៃថែមឆ្វេងមួយទៀតចាប់ជើងអាយុកាច់ដៃមួយកាច់មួយទៅជើងក្រោមកាច់ដៃមួយកាច់អាយុចំសាច់មើលទីទេ3ទឹកអាទីទេដល់ចូលអាយុថយកិច្ចតិចជង្គង់ឆ្វេងបាត់ចូលវិញឆ្វេងទៅវិញជង្គង់មួយទៀតអាយុឆ្វេងស្ដាប់អាយុអាទីទេវិញក្រោមកាត់កាលោចាប់ទីនេះតែមិនដេកទៅទេអូយបានគឺថាក្បាច់វិញរបស់អាយុធ្វើអីអាទីទេព្រីមិនបានតិចអ្នកប្រជើងសងម្ដាយព្រោះអាមួយទៀតសងម្ដាយវិញចូលទៅបាត់កងទៅបាត់កងឆ្វេងស្ដាប់របស់ទីទេចាប់កាត់អូកម្លាំងល្អមែនបាទកីឡាករអេស្ប៉ាញនេះកម្លាំងល្អអាទីចាប់ទៅសងវិញចូលដល់គ្រូដល់ទៅទី1ហើយសូមជម្រាបមួយបងប្អូននៅពុយទៅមកទីផ្សាយកំពុងរត់គាត់ឆ្វេងមកយូរគាត់មកជើងសងវិញពីអាទីទេដល់ចូលឆ្វេងស្ដាប់គឺពុតចាប់ជាប់ចាប់បានហើយជង្គង់អាយុ
យកចុះទៅឡើងអាញាកណ្ដាលបបៃបានលើកម្លាំងលើកជ្រុលដាក់គ្នាឡើងធាក់ឆ្វេងបាច់ជើងរបស់យកចូលទ្រូងបាច់ជើងបោកស្មោះមួយទៀតអាយ៉ាទៅទៅរូចចូលបោកពីយយមកបោកពីអស់កម្លាំងចង់50%នេះបាទនឹងដេកទៅភីកទៅតែម្ដងបាត់ដល់ចូលចាប់ពុលដួលពីលើក្បាច់របស់កីឡាករស្វាយកម្រឃើញបាទណាទីទៅកាត់បានបាទឲ្យតែចេញមកកាត់បានដល់ចូលទៀតបោះទៅគាត់ខ្លួនឯងទៀតអូយបាយអាយុបាទឲ្យតែងើបរៀងយូរបាទដួលយើយក្បាច់ផ្លែកដួលយើយបាច់ជើងទៅបាត់ដៃមកចូលទៀតចាប់ទូនេះក្បត់ដួលទៀតឲ្យតែដួលច្រើនបែបនេះបាទឲ្យតែដួលច្រើនបែបនេះកម្លាំងមកពីណាក៏ទន់ដែរឥឡូវចាប់ដើមស្រោឲ្យចាប់ដើមស្រោដែរទីទៀតដេញហើយកៃសមួយរបស់យប់អាទីទៀតដេញទៀត1 2របស់យប់ដេញកៃសមកយប់នេះយកមួយក្លឹបទៅរងបៃថ្មរបស់ទីទៀតចូលគៀបគាត់មកចាំឆ្វេងណាប់ពីដល់យប់របស់ទីទៀតតាមអូអាយ៉ាកដាលគាត់ពេលអាយុថយរូបវាខ្លួនឯងបាទទឹកនេះក៏ត្រឹមស្មារតីដួលបាយជា6ដងហើយសោះកាយមួយទៀតអាទីទៀតដេញចាក់ឈ្មោះវិញចាប់អោបជាប់បាទគេចេញពីគ្នាជាបន្តទៅថតពេលវេលាច្រើនអាទីទៀតដល់ចូលឆ្វេងគាត់ដល់មួយទៀតបានជាប់គ្នាបាទតាមបាត់ជាឆ្វេងបាទទីទៀតគាត់ឆ្វេងចូលវិញបានគាត់សោះដៃថោកទៅជួយមកទីទៀតដេញហើយដេញទៀតទីទៀតអាយុតែមកសេទីឆ្វេងចូលជ្រុងហើយឆ្វេងទៅអាយុគិតឆ្ងាយមែនតើហើយបាទគិតឆ្ងាយមែនឥឡូវដេញតទៀតឆ្វេងកៃឆ្វេងមកគាត់ដៃកងវិញអញតែក៏គាត់ទោះហាំបាយពីក្រោយបាទហាំបាយពីក្រោយបាត់មួយទៀតបាទទីណាជុកមួយទៀតអូយបាទខ្លាំងដូចពេលទៅចាប់ទៅកម្ពុជាទៅបាត់ខ្ពងតែម្ដងបាយចាយមួយទៀតអូយអាយុឆ្លើយច្រាដេញហើយកាត់ដល់ទីនេះតាមជាឆ្វេងមកចាក់មួយជង្គង់ទីរបស់ទីនេះចូលចំទីអាយុពេលនេះសុំទៅដល់តែពេលនេះហត់ណាអាទីនេះទៅទៀតរើឆ្វេងរបស់បាត់ដៃអោចាប់ដល់ទៅចាប់លើកទី2 បាទពីទៅពេញកម្លាំងអស់ច្រើនណាស់បាទការដួលច្រើនដងហ្នឹងបាទគឺជាការដេញទៅយ៉ាងស្រោចបាទទៅលើកីឡាករអាយុខេមឡាលីហើយកម្លាំងកម្ពុជាចាប់ដល់ចូលទីនេះចូលទៀតហើយចូលចាប់បាទអាយុច្រើនតែចាប់តោះណាចូលសោះបដៃនេះអូយឡោពីអាយុអាទីនេះដេញចាប់ដល់ទៀតជុកបដៃដួលបានទេបាទចូលកាត់ឆ្វេងពីអាយុទឹកជើងក្រោមពីទីនេះដេញតាមទៅឆ្វេងបដៃចូលចាំទីនេះអាយ៉ារេមួយទៀតអូយទៅណាចាប់អស់ទៅម្ដងអូយអាយុកន្លងទៅនេះលកាទេមើលបាទដល់ចូលអាទីនេះចូលឆ្វេងទៅដល់ចាប់សម្រុតចុះក្រោមទៀតលើពីអាញាកណ្ដាលរាប់ហើយដោយសារតែដួលយ៉ាងច្រើនបាទទុកមែនទែនពេលដែលយើងមក បាទបន្តការប្រកួតអាយុឆេមឡាលីបន្តការប្រកួតចុងការប្រកួតទឹកទី3ដែលទឹកប្រាច់ព្រាត់ពាក់កណ្ដាលផ្លូវលុបទាត់ឆ្វេងមកជើងបាត់អត់ទៅចាប់ជង្គង់អាយុអាចកណ្ដាលញែកចេញពីគ្នាបាទដើរចូលអាទីនេះតែដើរចូលរួមអូយកូនអាប់ជង្គង់វិញនេះសកត់កោច្រើនចេញម្លេះចេញពីគ្នាបាច់ដោល្អបាច់ផ្លៃបាត់ផ្លៃខ្លួនឯងលុតបញ្ជុលបាទលុតបញ្ជុលជង្គង់ឬយ៉ាងណានេះបាទឥឡូវនេះអាយុជាយាមងើបអាចកណ្ដាលដល់ពេលវេលាបាទ you have 2 minutes for recover
បាទមានពេល2នាទីដើម្បីសម្រួលឲ្យបានស្រួលឡើងវិញយើងមើលរូបភាពទៅនេះបាទគឺមានប្លង់បាទមើលបន្តទៀតដែលអាយុបាទមានអាការៈឆ្អល់ហួលបាទបើសិនជា2នាទីបាទហើយបើ2នាទីទៀតនៅតែមិនអាចមានស្មារតីឡើងវិញគឺអាញាកដាលរាប់ហើយបាទចឹងឥឡូវនេះ2នាទីលើកទី1សិនបាទបន្តការប្រកួតដោយក្រុមទឹកដាច់ព្រួតនៅដើមខ្សែក្រវ៉ាត់ពិភពលោក59គីឡូក្រាមទៀតបាត់ទៅគប់ឆ្វេងតាមមួយ1 2ចាប់នៅទីរ៉ាយជង្គង់ដេញតាមរបស់ទីទេពតែប្រទេសលើកនេះនៅមានចំហតាមទៀតតាមទុតតាមបញ្ជើចូលគុំគាត់តាមបញ្ជើចូលគុំហើយក៏ជួយស្ដាប់សងវិញវាយូអោតផុតរេគាត់ជួយទុតកាប់លើឲ្យតែចំហទាត់របស់យូនេះបាទគាត់ទុតចូលទៅថាគេផុតក៏គឺគាត់ដួលខ្លួនឯងទៅមកកាប់ចូលវិញអូបាទសវាគៀបកកតែម្ដងសវាគៀបកបាទដាក់ចូលទុតលើថាទៀតរងវាមកទៀតគោកកតែល្អមើលបាទសម្រាប់បាច់របស់យូល្អមើលតែមិនទៅរកទីប្រហែលនេះមកស្រាលបាទអត់បានឈុតប្រហែលទេអាចូលបាទវត្តបដៃសងមកជើងរបស់ទីទេពរៀបទឹកឆ្វេងរងជាប់លុះឆ្វេងចាក់វាយគ្រាបន្តិចដល់ចេញពីគ្រាហើយទីទេពនៅតែដើរចូល ទី3 ចាប់ទឹកទី3ហើយបងប្អូនចាប់ទឹកទី3ហើយថាតើបាទបានទៅលើកីឡាកររូបណាបន្តិចទៀតនេះយើងរកចាំមើលក្រហមឬក៏ខៀវបងប្អូនក្រហមឬខៀវបើក្រហមសំហមួយបើខៀវសំហមួយបាទចាំបន្តិចទៀតនេះបាទយើងនឹងបានដឹងពីលទ្ធផលថាតើអ្នកណាប្រជែងដើម្បីដណ្ដើមខ្សែក្រវ៉ាត់ពិភពលោកជាបទពិសោធន៍ដ៏ធំសម្រាប់កីឡាករទាំងពីរកាសជាបន្តដូចតទៅចាក់ក្រុមទី1ផ្ដល់បន្ទុក30ទល់នឹង26ចាក់ក្រុមទី2ផ្ដល់បន្ទុក30ទល់នឹង26ចាក់ក្រុមទី3ផ្ដល់បន្ទុក29ទល់នឹង28ចាក់ក្រុមទី4ផ្ដល់បន្ទុក29 30ទល់នឹង27ឯកជនជ័យជំនះនឹងក្លាយជាម្ចាស់ជើងឯកគុនខ្មែរពិភពលោក59គីឡូក្រាមបានទៅលើបង្គោលក្រហមបាទអទីតេកីឡាគុនខ្មែរពិភពលោកនៅពោចនៅមុំខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតទូក្នុងការបំពាក់នេះខ្សែក្រវ៉ាត់នេះបាទបងប្អូនអើយថែមទៀតហើយសម្រាប់ពេជ្រអាទិទេពនៅក្នុងការប្រកួតប្រជែងបាទវគ្គផ្ដាច់ព្រាត់ក្នុងកម្មវិធីធំនេះគឺធំបំផុតហើយបាទអបអរសាទរជាថ្មីម្ដងទៀតម្ចាស់ជើងឯកពិភពលោក59គីឡូក្រាមគុនខ្មែរពេជ្រអាទិទេពបាទសូមអរគុណឯកឧត្តមក្នុងការផ្ដល់កិត្តិយសអរគុណអាទិទេពក្នុងការផ្ដល់